ចាប់ប្រិយមិត្តអ្នកស្ដាប់វិទ្យុ SBS ជាទីគោរពថ្ងៃនេះនាងខ្ញុំនឹងជួបជាមួយនឹងយុវតីដ៏ស្រស់ស្អាតនិងឆ្លាតសកម្មនៅក្នុងសហគមន៍ខ្មែរយើងគឺកញ្ញាប៊ីសៀមីចាប្រធានបទនៅក្នុងសប្តាហ៍នេះនាងខ្ញុំនឹងសៀមីនឹងជជែកគ្នាអំពីដំណើរជីវិតជាចុងភៅម្នាក់នៅប្រទេសអូស្ត្រាលីហើយក៏ផ្ដល់នៅផ្លូវដើរមួយទៅកាន់សិទ្ធិរស់នៅអចិន្ត្រៃយ៍ដែលយើងហៅជាភាសាអង់គ្លេសថា PR ចាសៀមីគឺជាកូនខ្មែរម្នាក់ដែលបានមកសិក្សានៅមុខជំនាញជាចុងភៅនៅក្នុងប្រទេសអូស្ត្រាលីនៅរដ្ឋ Victoria ហើយបច្ចុប្បន្នសៀមីក៏ទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសអូស្ត្រាលីនេះផងដែរថាតើសៀមីឆ្លងកាត់នៅជីវិតបែបណាខ្លះទើបអាចទទួលបាននៅសិទ្ធិរស់នៅក្នុងប្រទេសអូស្ត្រាលីនេះអញ្ចឹងយើងមកជួបជាមួយនឹងសៀមីទាំងអស់គ្នាចាជំរាបសួរសៀមីចាជំរាបសួរដានីចាសូមអរគុណណាស់ចំពោះការផ្ដល់ពេលវេលាដ៏មានតម្លៃរបស់សៀមីនិងចែកជូននៅបទពិសោធន៍ដ៏ល្អដែលបងប្អូនជាពិសេសគឺសិស្សនិស្សិតរបស់យើងដែលចង់មកសិក្សាហើយនឹងរំពឹងថាគាត់នឹងអាចមានឱកាសទទួលបាននូវសិទ្ធិរស់នៅក្នុងប្រទេសអូស្ត្រាលីនេះសៀមីមុនដំបូងចង់សួរសៀមីថាសៀមីមកសិក្សានៅប្រទេសអូស្ត្រាលីតាំងពីឆ្នាំណាដែរចាខ្ញុំមកសិក្សានៅឆ្នាំ2017ចា2017អញ្ចឹងច្បាប់ប្រទេសអូស្ត្រាលីនៅពេលនោះហើយនឹងនៅពេលនេះមានការខុសប្លែកគ្នាច្រើនសម្បីតែលក្ខខណ្ឌសិក្សាក៏ដូចជាម៉ោងសិក្សាក៏មានលក្ខណៈខុសគ្នាច្រើនផងដែរចាហើយការដែលសៀមីមកដល់ភ្លាមគឺសិក្សាផ្នែកចុងភៅនេះតែម្ដងឬក៏សិក្សាមុខវិជ្ជាអ្វីដែរនៅពេលនោះចាពេលដំបូងដែលខ្ញុំដាក់វីសាមករៀនហ្នឹងគឺរៀនខាងផ្នែកធ្វើនំដោយសារតែខ្ញុំចូលចិត្តខាងផ្នែកធ្វើនំជាងផ្នែកធ្វើម្ហូបប៉ុន្តែបន្ទាប់ពីសិក្សាខាងផ្នែកធ្វើនំបានរយៈពេល1ឆ្នាំដោយសារតែច្បាប់អូស្ត្រាលីមានការប្រែប្រួលអញ្ចឹងទៅខ្ញុំគិតថាខ្ញុំចង់បានសិទ្ធិមួយរស់នៅប្រទេសអូស្ត្រាលីចឹងខ្ញុំក៏បដូរទៅខាងផ្នែកធ្វើម្ហូបវិញចាសៀមីទទួលបានការណែនាំពីខាងណាដែរឬក៏ទទួលបានព័ត៌មានដោយខ្លួនឯងរហូតដល់ផ្លាស់ប្ដូរជំនាញពីខាងធ្វើនំទៅជាផ្នែកធ្វើម្ហូបវិញនោះចាជាក់ស្ដែងទៅគឺខ្ញុំនៅពេលដែលយើងមកដល់ប្រទេសអូស្ត្រាលីយើងតែងតែសិក្សាស្រាវជ្រាវពីច្បាប់នៅទីនេះពីបងប្អូនខ្មែរយើងក៏ដូចជាតាមរយៈក្រុមហ៊ុនដែលគាត់រត់ទឹកដីការផ្សេងៗអញ្ចឹងខ្ញុំជួបសំណេះសំណាលជាមួយនឹងក្រុមហ៊ុនច្រើនបងប្អូនខ្មែរយើងច្រើនហើយបានយើងសម្រេចចិត្តដូរខាងផ្នែកជំនាញនឹងវិញចាមែនទែនទៅក៏ដោយសារតែសៀមីស្រឡាញ់នៅជំនាញនឹងផងដែរចានៅផ្នែកផ្ទះបាយហ្នឹងបើសិនជាមិនស្រឡាញ់ទេក៏ប្រហែលជាមិនអាចជំរុញឲ្យខ្លួនឯងហ្នឹងខ្លាចឲ្យជាចុងភៅដល់ពូកែម្នាក់ដូចបច្ចុប្បន្ននឹងដែរចាត្រូវទេចាជាក់ស្ដែងទៅដល់នេះខ្ញុំធំធាត់ក្នុងគ្រួសារដែរប្រកបអាជីពកម្មខាងផ្នែកធ្វើម្ហូបធ្វើអាហារហ្នឹងគឺតាំងពីនៅស្រុកខ្មែរមកតែម្ដងចានេះគឺជាមូលហេតុចាអញ្ចឹងល្អមែនទែនត្រង់កន្លែងនេះក៏ខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូនទាំងអស់គ្នាដែរមិនមែនឮថាឮសាច់រឿងសៀមីនៅក្នុងថ្ងៃនេះហើយស្រាប់តែផ្លាស់ប្ដូរមុខជំនាញទាំងអស់ទៅរៀនចុងភៅដើម្បីបាន PR អាហ្នឹងគឺមិនមែនខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូនអញ្ចឹងទេចានេះគឺដោយសារតាសៀមីក៏ស្រឡាញ់ហើយដូចសៀមីបានរៀបរាប់មិញអញ្ចឹងគឺធំធាត់នៅក្នុងគ្រួសារនៅផ្ទះបាយស្រាប់ទៅហើយគឺធ្វើម្ហូបអាហារនំចំណីអញ្ចឹងបណ្ដោះឲ្យក្តីស្រឡាញ់ហ្នឹងវាកាន់តែខ្លាំងឡើងចាសៀមីមានសំណួរមួយទៀតតាក់ទងទៅនឹងការសិក្សានៅប្រទេសអូស្ត្រាលីហ្នឹងហេតុអ្វីទៅបានសៀមីជ្រើសរើសប្រទេសអូស្ត្រាលីជាទិសដៅសម្រាប់បន្តការសិក្សានោះចានិយាយទៅសាច់រឿងវែងឆ្ងាយទីដែរដានីដោយសារតែដូចខ្ញុំជម្រាបជូនមុនហ្នឹងថាខ្ញុំធំធាត់ក្នុងគ្រួសារដែលប្រកបអាជីវកម្មខាងផ្នែកម្ហូបអាហារហ្នឹងនៅឆ្នាំ2011ហ្នឹងម៉ាក់របស់ខ្ញុំគាត់បានបើកសាលាបង្រៀនធ្វើនំនិងម្ហូប KSK នៅរាជធានីភ្នំពេញហើយនៅក្នុងឆ្នាំ2016យើងបានទទួលលិខិតអញ្ជើញពីប្រទេសឥណ្ឌាដើម្បីយកសិស្សនិស្សិតដែលមានអាយុចាប់ពី18ឆ្នាំដល់23ឆ្នាំទៅចូលរួមប្រកួតក្នុងកម្មវិធី Young Chef Olympia អញ្ចឹងក្នុងពេលហ្នឹងខ្ញុំមានឱកាសមួយដែរក្នុងតំណែងជាជំនួយការនាយកការសាលាដើម្បីជូនកូនសិស្សទៅចូលរួមប្រកួតក្នុងកម្មវិធីហ្នឹងអញ្ចឹងនៅពេលដែលយើងទៅចូលរួមប្រកួតហ្នឹងគឺនៅក្នុងឆ្នាំ2017ហើយខ្ញុំបានជួបប្រទេសជាច្រើនសាលាដែលមកពីប្រទេសជាច្រើនមានទាំងអស់ជាង50ប្រទេសហើយក្នុងហ្នឹងមានប្រទេស2-3ដែលខ្ញុំចាប់អារម្មណ៍ថាខ្ញុំចង់ទៅរៀននៅប្រទេសហ្នឹងក្នុងហ្នឹងក៏មានប្រទេសអូស្ត្រាលីផងដែរហើយពេលហ្នឹងយើងធ្វើការសិក្សាចូលជឿថាតម្លៃសិក្សានៅក្នុងប្រទេសហ្នឹងយ៉ាងម៉េចដែរឱកាសការងារយ៉ាងម៉េចដែរហើយបរិយាបន្នសិក្សារស់នៅក៏ ក៏ដូចជា process visa យ៉ាងម៉េចដែរជាងចុងក្រោយខ្ញុំក៏សម្រេចចិត្តថាមករៀននៅអូស្ត្រាលីនេះ
ចានេះគឺជាបទពិសោធន៍មួយល្អណាស់ចាជាសាច់រឿងមួយដែលខ្ញុំទៅតែបានដឹងដែរពីសៀមីចាតាមពិតសៀមីមានប្រវត្តិនៅក្នុងការធ្វើកិច្ចការងារនៅផ្នែកផ្ទះបាយហ្នឹងតាំងពីក្មេងមែនចាសៀមីមួយវិញទៀតចោះដំណើរការនៃការស្នើសុំសិទ្ធិរស់នៅវិញសៀមីនៅពេលដែលសិក្សាចប់តើដំណើរការនៃការសុំសិទ្ធិរស់នៅហ្នឹងមានផលលំបាកនឹងជួបឧបសគ្គអ្វីខ្លះទៅចាពិបាកច្រើនណាស់នេះដោយសារតែនៅពេលដែលយើងបានវីសាមកសិក្សាគឺលក្ខខណ្ឌវីសាកំណត់ម៉ោងសិក្សាហើយកំណត់ម៉ោងធ្វើការដូចគ្នាអញ្ចឹងនៅក្នុងកន្លងឆ្នាំ2018ហ្នឹងខ្ញុំមានសិទ្ធិធ្វើការត្រឹមតែ20ម៉ោងក្នុងមួយសប្តាហ៍ទេអញ្ចឹងយើងត្រូវ challenge ខ្លួនឯងក្នុងការអូខេធ្វើការក្នុងតែ20ម៉ោងហើយត្រូវរកថវិកាដើម្បីបង់ថ្លៃសាលាខ្លួនឯងថវិកាសម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរការធ្វើដំណើរហើយក៏ដូចជាក្នុងពេលតែមួយហ្នឹងយើងគិតថាអូយើងមកដល់ប្រទេសអូស្ត្រាលីហើយយើងចង់ explore យើងចង់ទៅនេះចង់ទៅនោះប៉ុន្តែយើងត្រូវ limit ខ្លួនឯងថាអូខេយើងមានសិទ្ធិត្រឹមតែប៉ុណ្នេះយើងធ្វើបានប៉ុណ្នេះហើយយើងត្រូវខំសិក្សាដើម្បីយកពិន្ទុឲ្យបានល្អហើយក៏ដូចជាលេខធ្លោគ្រប់មុខវិជ្ជាផងដែរហើយក៏ត្រូវតែ attend គ្រប់ class ទាំងអស់ចាចុះសៀមីមួយទៀតនៅពេលដែលបន្តចាមិញយើងដឹងហើយថានៅក្នុងការសិក្សាហ្នឹងគឺវាលំបាកខ្លាំងណាស់ចុះតកតងទៅនឹងការដាក់ពាក្យហ្នឹងសៀមីជាពិសេសគឺភាសាអង់គ្លេសតែម្ដងតើសៀមីជួបឧបសគ្គនឹងដូចជាសិស្សនិស្សិតដទៃទៀតឬក៏យ៉ាងណាចាជួបឧបសគ្គច្រើនណាស់នេះដោយសារខ្ញុំទើបតែចាប់ផ្ដើមខំប្រឹងរៀនភាសាអង់គ្លេសហ្នឹងគឺមុនពេលដែលខ្ញុំមកប្រទេសអូស្ត្រាលីនេះអញ្ចឹងមកដល់យើងត្រូវខំប្រឹងរៀនបន្ថែមទៀតដើម្បីយកពិន្ទុឲ្យគ្រប់នៅការកំណត់របស់គេហើយមិនត្រឹមតែគ្រប់ទៀតគឺពិន្ទុឲ្យបានកាន់តែខ្ពស់កាន់តែល្អចាមួយវិញទៀតនៅពេលដែលយើងចេញធ្វើការគឺយើងត្រូវប្រើភាសាអង់គ្លេសមកដោយសារយើងទៅធ្វើការនៅក្នុងផ្ទះបាយជាមួយនឹងជនជាតិគេមិនមែនជាជនជាតិខ្មែរចានៅពេលដែលសុំសិទ្ធិរស់នៅហ្នឹងតើមាននរណាជាអ្នកជួយរៀបចំពាក្យឲ្យសៀមីទេឬក៏សៀមីធ្វើដោយខ្លួនឯងចាគឺខ្ញុំបានតាក់ទងទៅខាងក្រុមហ៊ុនដែលគាត់រត់ខាងទឹកដីកាវីសាហ្នឹងណានេះហើយក៏ដូចគ្នាផងដែរហ្នឹងក្រុមហ៊ុនដែលរត់ទឹកដីកាខ្ញុំហ្នឹងគឺជាគ្រូរបស់ខ្ញុំនៅសាលាបកសៀតែម្ដងអញ្ចឹងគាត់ជួយបានច្រើនផ្នែកគាត់ជួយខាងទាំងផ្នែកឯកសារទឹកដីកាគាត់ជួយទាំងផ្នែកបង្រៀនយើងនៅក្នុងសាលាធ្វើម៉េចដើម្បីឲ្យបានគ្រប់ target គ្រប់ score ហ្នឹងហើយមួយទៀតគាត់ក៏ជួយណែនាំការងារឲ្យខ្ញុំផងដែរចាដំបូងមុននឹងយើងអាចថាសុំសិទ្ធិរស់នៅបានត្រូវមានកន្លែងមួយដែលគេធានាយើងណាគឺជាក្រុមហ៊ុនដែលយើងជាហៅភាសាខ្មែរថាជា sponsor របស់យើងអញ្ចឹងសៀមីក៏ទទួលបាន sponsor ដោយសារតែការណែនាំនិងជំនួយពីសាលាផងដែរត្រូវទេចាត្រឹមត្រូវដល់នេះចាល្អមែនតើចាចំណុចមួយទៀតចាសៀមីសូមទទួលបានសិទ្ធិរស់នៅតាំងពីឆ្នាំណាផងដែរក្នុងឆ្នាំ2022ដល់នេះចាឆ្នាំ2022សៀមីទទួលបានសិទ្ធិរស់នៅអញ្ចឹងបច្ចុប្បន្នទទួលបានសញ្ជាតិហើយឬនៅចាខ្ញុំបានទទួលបានសញ្ជាតិអូស្ត្រាលីហើយចាអញ្ចឹងបានទាំងសិទ្ធិរស់នៅបានទាំងសញ្ជាតិសៀមីទទួលបាននៅក្នុងឆ្នាំណាដែរចាដូចជាឆ្នាំ2023ដល់នេះចាបើមួយឆ្នាំបន្ទាប់ពីទទួលបាន PR អញ្ចឹងយើងឃើញថាសៀមីគឺទទួលបានសពគ្រប់បែបយ៉ាងតែម្ដងគឺជាប្រជាជនអូស្ត្រាលីពេញលក្ខណៈសម្រាប់សៀមីនៅពេលដែលទទួលបានសញ្ជាតិរស់នៅហើយនឹងបន្តដំណើរការជាចុងភៅបែបនេះតើមានគោលបំណងរយៈពេលខ្លីនិងរយៈពេលវែងបែបណាទៅសម្រាប់ជីវិតជាអ្នកធ្វើម្ហូបឬថាជាចុងភៅនៅប្រទេសអូស្ត្រាលីនោះចា៎ដល់នេះជាក់ស្ដែងទៅនៅពេលដែលយើងមករស់នៅកន្លែងថ្មីដែលមិនមែនជាប្រទេសកំណើតរបស់យើងនោះគឺមានការផ្លាស់ប្ដូរច្រើនហើយយើងទៅចាប់ដើមថ្មីជាច្រើនរឿងផងដែរអញ្ចឹងបច្ចុប្បន្ននេះគឺខ្ញុំទៅផ្ដោតលើការសន្សំលុយសិននៅពេលដែលយើងមានលទ្ធភាពគ្រប់គ្រាន់ហើយយើងនឹងអាចបន្តដំណើរឆ្ពោះទៅកាន់ក្តីស្រមៃរបស់យើងទៅមុខទៀតអញ្ចឹងណាដល់នេះហើយមួយវិញទៀតខ្ញុំកំពុងតែពង្រឹងចំណេះដឹងយើងបន្ថែមទៀតព្រោះខ្ញុំចង់យកសញ្ញាបត្រមួយទៀតខាងផ្នែក training ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចជួយការងារខាងសាលារបស់ខ្ញុំនៅប្រទេសខ្មែរនោះបានកាន់តែច្រើនជាងនេះចាហើយគោលដៅទី2ហ្នឹងគឺខ្ញុំអត់ចង់បើកជាភោជនីយដ្ឋានទេប៉ុន្តែយើងចង់បើកជាសិប្បកម្មមួយនៅប្រទេសអូស្ត្រាលីវិញចាអូពិតជាមានក្តីសម័យល្អណាស់សៀមីអាចដឹងបន្តិចបាននេះថាតើក្តីសម័យនោះជាសិប្បកម្មបែបណាទៅសៀមីចាដូចជាអ្វីដែលថ្មីចាសម្រាប់ប្រជាពលរដ្ឋខ្មែរយើងហើយជាក្តីសម័យមួយខ្ញុំគិតថានឹងនាំមកនៅភាពវិជ្ជមានច្រើនចានៅនេះបច្ចុប្បន្ននេះគឺខ្ញុំធ្វើការនៅរោងចក្រផលិតភាសា
ចឹងនៅពេលដែលយើងធ្វើការនៅហ្នឹងយើងឃើញថា process នៅក្នុងការសិប្បកម្មនោះវាមានអីខ្លះហើយសម្រាប់ខ្ញុំខ្លួនឯងខ្ញុំចង់បង្កើតអ្វីមួយដែលជារបស់យើងខ្លួនឯងពាក់ព័ន្ធជាមួយនឹងម្ហូបខ្មែរអញ្ចឹងណានេះប៉ុន្តែខ្ញុំនៅក្នុងការសិក្សាស្រាវជ្រាវឡើយទេมันអាចតបញ្ចេញថាតើយើងនឹងធ្វើអ្វីមួយចាល្អមែនតើនេះក៏ជាក្តីសម័យមួយល្អខ្លាំងដែរចាហើយខ្ញុំក៏សង្ឃឹមថាក្តីសម័យរបស់សៀមីនឹងលេចចេញជារូបរាងនៅពេលនោះខ្ញុំក៏ចង់ឃើញដែរថាយើងនឹងមានបែបម្ហូបខ្មែរយើងនៅក្នុងប្រទេសអូស្ត្រាលីតែម្ដងចាសៀមីតកតងទៅនឹងការសិក្សាបន្តសៀមីបាននិយាយបាញ់មិញហើយលើកឡើងថានឹងទៅបន្តដើម្បីយកសញ្ញាបត្រជាអ្នកផ្ដល់ប្រឹក្សាចា training ជាភាសាអង់គ្លេសនោះចានឹងក៏ជាការមួយបន្តដំណើរការដែលខ្ញុំមើលឃើញថាសៀមីមិនត្រឹមតែប្រឹងប្រែងសន្សំថវិកាធ្វើកិច្ចការងារតែប៉ុណ្ណឹងទេប៉ុន្តែក៏កំពុងតែបន្តនៅក្តីសម័យរបស់ខ្លួនឯងហើយនឹងស្វាស្វែងបង្កើននៅចំណេះដឹងជាលក្ខណៈស្តង់ដារមួយឲ្យបានកាន់តែល្អចានេះក៏ជាចំណុចសំខាន់មួយណាស់ដែលខ្ញុំក៏ចង់ចូលរួមផ្ញើសារទៅដល់អ្នកដែលបានស្ដាប់ឮនៅក្នុងការសម្ភាសន៍នេះដែរថាមិនមែនយើងបានការងារល្អមានសញ្ជាតិរស់នៅហើយយើងបំភ្លេចចោលនៅសាលាភ្លេចនៅការអភិវឌ្ឍខ្លួននោះទេចាអញ្ចឹងយើងនៅតែបន្តដំណើរការហ្នឹងវែងឆ្ងាយតទៅមុខទៀតសំណួរចុងក្រោយសៀមីចង់សួរទៅសៀមីថាសម្រាប់សៀមីមានសារអ្វីទៅផ្ដល់ជូនទៅកូនសិស្សឬក៏អ្នកជំនាន់ក្រោយដែលចង់ក្លាយជាចុងភៅនៅក្នុងប្រទេសអូស្ត្រាលីចានេះខ្ញុំចង់ផ្ដល់ផ្ញើទៅពួកគាត់ថាខ្ញុំយល់ថាដំណើរការមួយនេះវាអត់ងាយស្រួលទេគឺពិបាកហើយជាពិសេសបើសិនជាយើងមានថវិកាស្ដួយស្ដាងអត់មាន support ពីក្រុមគ្រួសារទៀតគឺកាន់តែពិបាកខ្ញុំយល់ប៉ុន្តែខ្ញុំនៅតែចង់ផ្ញើសារឲ្យពួកគាត់ថាយើងត្រូវមានការអត់ធ្មត់ហើយនឹងតាំងចិត្តចំពោះគោលដៅរបស់យើងដែលយើងបានដាក់មកហ្នឹងហើយមួយទៀតគឺយើងត្រូវផ្ដោតលើការកសាងជំនាញពិតប្រាកដអញ្ចឹងបើសិនជាគាត់មករៀនខាងផ្នែកធ្វើម្ហូបគាត់ត្រូវផ្ដោតទៅលើការកសាងជំនាញខាងផ្នែកធ្វើម្ហូបហ្នឹងមិនមែនថាយើងមកធ្វើម្ហូបប៉ុន្តែយើងទៅលក់ខោអាវយើងមករៀនខាងផ្នែកធ្វើម្ហូបប៉ុន្តែយើងទៅធ្វើការងារណាផ្សេងខាងផ្នែកសម្អាតខាងផ្នែកអីវាអត់ពាក់ព័ន្ធជាមួយនឹងជំនាញដែលយើងកំពុងតែរៀនហើយនឹងទិសដៅដែលយើងទៅរកទេហើយទី3ហ្នឹងគឺយើងត្រូវប្រកាសថាយើងយល់ច្បាស់អំពីដំណើរការទឹកតការព្រោះទឹកតការនៅប្រទេសអូស្ត្រាលីនេះមួយឆ្នាំទៅមួយឆ្នាំគឺមានការផ្លាស់ប្ដូររហូតចឹងខ្ញុំសូមឲ្យគាត់សិក្សាស្រាវជ្រាវពីដំណើរការទឹកតការនេះឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថាពេលដែលយើងធ្វើដំណើរទៅសោះតែដើរផ្លូវខុសចឹងនៅពេលដែលយើងចង់ត្រឡប់ក្រោយមកវិញជួនកាលត្រឡប់មកវិញអត់បានទេចាហើយចំណុចចុងក្រោយដែលសំខាន់បំផុតនោះគឺសូមកុំឈប់រៀនចាល្អមែនទែនសៀមីគឺជាសារមួយដ៏មានសារៈសំខាន់ខ្លាំងណាស់ចាសៀមីខ្ញុំសូមអរគុណសាជាថ្មីម្ដងទៀតយើងជួបគ្នានៅឱកាសក្រោយចាអរគុណណានីចាជំរាបលាសៀមីតាប៉ានីសិនចាជំរាបលា